cô này dụ buôn khai cả lá buôn từ 5 ថ្ងៃទៅបាត់ជើងម្ដងហើយពេលខ្លះចង្អោចេះតែចង្អោប៉ុន្តែមានហាងពោះនោះអត់មានតង់ទេពេលដែរទៅជួបពេទ្យក៏គ្រូពេទ្យនៅទៅឃើញថាអត់មានបញ្ហាដែរប៉ុន្តែយើងនៅតែព្រួយបារម្ភដោយដែលខ្ញុំធ្លាប់រៀបរាប់នៅក្នុងវីដេអូមុនដែរមិនថាកូន4ទៅ5ថ្ងៃទៅបាត់ជើងម្ដងឬក៏មួយសប្តាហ៍ទៅបាត់ជើងម្ដងមិនថាកូនបើកទឹកដោះម្ដាយឬក៏បើកទឹកដោះគោទេបើសិនជាពោះកូនទុនល្អអត់មានសញ្ញាតង់ពោះហើមពោះយំរោគរឿងខុសពីធម្មតាក្តៅខ្លួនឬក៏ក្អួតអីទេគឺមិនមែនជាបញ្ហាទេតែតើទៅនឹងការចង្អោររបស់កូនវិញដោយសារតែកូននៅតូចធម្មតាក្មេងនៅក្រោមអាយុ6ខែ reflect នៃការលេបរបស់គាត់មិនទាន់បានល្អទេកកាពះរបស់គាត់គឺនៅចំហបំពង់អាហាររបស់គាត់គឺនៅទុនឬក៏យើងហៅថាក្មេងដែលគាត់នៅទុនកមិនទាន់រឹងល្អណាអញ្ចឹងនៅពេលដែលគាត់មុំឆ្អែតឬក៏ពេលខ្លះមុំអត់ទាន់ឆ្អែតផងគាត់អាចនឹងច្រាលនៅកាកសំណល់ទឹកដោះគោឬក៏ទឹកដោះម្ដាយឡើងមកលើខ្លះហើយពេលខ្លះទៀតគឺមុំឆ្អែតខ្លាំងពេកក៏ច្រាលមកដែរអញ្ចឹងនៅពេលដែលមានអាការៈចង់ចង្អោរបែបហ្នឹងគឺយើងត្រូវតែពិនិត្យមើលទៅលើបរិមាណទឹកដោះដែលយើងឲ្យកូនមុំបើសិនជាកូនមុំទឹកដោះគោគឺយើងស្រួលមើលទេដោយសារតែយើងឆុងនៅក្នុងដបយើងដឹងកម្រិតត្រឹមត្រូវអញ្ចឹងនៅពេលហ្នឹងបើសិនជាកូនចង្អោរញឹកពេកឬក៏មានរហូតដល់ក្អួតក្រោយពេលដែលមុំហើយភ្លាមយើងអាចកាត់បន្ថយម៉ោងមុំហ្នឹងបន្តិចមានន័យថាឧទាហរណ៍ថាកូនយើងត្រូវមុំ5លេខអញ្ចឹងយើងអាចបែងចែកជា2ពេលទៅយើងឲ្យកូនមុំពាក់កណ្ដាលសិនចាំ10ទៅ20នាទីក្រោយយើងឲ្យញ៉ាំពាក់កណ្ដាលទៀតបើសិនជាយើងធ្វើអញ្ចឹងហើយកូននៅតែចង់ចង្អោរទៀតគឺយើងអាចកាត់បន្ថយបរិមាណទឹកដោះគោនឹងបន្តិចក្មេងខ្លះគឺកាពះរបស់គាត់គឺអត់ទទួលយកកម្រិតទឹកដោះគោនឹងច្រើនពេកបានទេមានន័យថាជួនកាលយើងដំឡើងលេខទឹកដោះគោឬក៏ដំឡើងលេខទឹកដោះយើងហ្នឹងលឿនពេកឬក៏ច្រើនពេកជាទូទៅគឺគេដំឡើងលេខក្នុងមួយថ្ងៃមិនថាទឹកដោះគោឬក៏ទឹកដោះម្ដាយទេគឺចន្លោះពី10ទៅ20មីលីលីត្រនៅក្នុងមួយដងហើយការដំឡើងលេខបែបនេះយើងគួរតែធ្វើឲ្យបាន2ទៅ3ថ្ងៃដើម្បីឲ្យកូនទទួលនៅបរិមាណទឹកដោះគោនោះឲ្យបានសមស្របសិនទើបយើងដំឡើងម្ដងបន្តិចមិនមែនថាឧទាហរណ៍ថាកូនយើងចូលដល់វ័យ5ខែកូនយើងធ្លាប់តែបើឧទាហរណ៍ថាបើ5លេខអញ្ចឹងស្រាប់តែចូលដល់វ័យ5ខែព្រាមយើងឡើងទៅដល់6 7លេខព្រាមកូនអាចនឹងទទួលអត់ទាន់បានព្រាមទេយើងអាចផ្សំដោយដំឡើងម្ដង 10cc ឬក៏ 15cc សិនទៅរយៈពេល2ទៅ3ថ្ងៃជាប់គ្នាបើសិនជាកូនយើងមុំទៅអត់មានអាការៈចង្អោរឬក៏ក្អែមកខ្លាំងទេគឺយើងអាចតម្លើងលេខឲ្យគ្រប់ចំនួនបានរូបខាងក្រោមនេះគឺតកតងទៅនឹងកម្រិតឬក៏បរិមាណនៃទឹកដោះគោឬក៏ទឹកដោះម្ដាយចាប់ពីកូនអាយុ0ខែរហូតដល់អាយុ1ខួបដែលយើងអាចឲ្យកូនមុំបានទៅតាមបរិមាណនៅក្នុងតារាងនេះគឺយើងអាចមើលបានមួយទៀតបើសិនជាកូនមុំឆ្អែតយើងមិនគួរដាក់កូនឲ្យគេងភ្លាមទេនៅពេលដែលយើងឲ្យកូនមុំឆ្អែតហើយដាក់កូនគេងភ្លាមគឺធ្វើឲ្យចោលមានតែច្រាលនៅសំណល់ទឹកដោះគោឬក៏ទឹកដោះម្ដាយចេញមកវិញលឿនចឹងហើយធ្វើឲ្យកូនក្អែឬក៏ក្អួតតែម្ដងមួយទៀតគឺការបំបើកូនឲ្យកូនដេកជាទូទៅទម្រង់ដែលបំបើកត្រឹមត្រូវគឺដាក់កូនឲ្យកែងជាមួយនឹងមុំ45ដឺក្រេមានន័យថាយើងដាក់កែងជាមួយនឹងដៃយើងអាចអង្គុយដើម្បីឲ្យកូនមុំបើសិនជាយើងដាក់ឲ្យគេងមុំក៏ត្រូវដាក់ខ្នើយកលក្បាលកូននោះឲ្យខ្ពស់បន្តិចដើម្បីឲ្យទឹកដោះគោឬក៏ទឹកដោះម្ដាយនោះចូលមកក្នុងកាពះនោះបានល្អបើសិនជាយើងដាក់កូនគេងត្រង់ជាសម័យថាខ្លួនឯងយើងបើសិនជាយើងគេងត្រង់ហើយផឹកទឹកក៏យើងឆ្លក់យើងក្អួតយើងក្អែដូចគ្នាចុះទម្រាំតែក្មេងដែលកាពះគ្នានៅខ្សោយក៏កាពះនៅចំហបំពង់អាហារនៅទន់ខ្សោយនៅពេលដែលយើងដាក់ឲ្យកូនគេងមុំត្រង់ពេកក្បាលត្រង់ពេកគឺសំណល់ទឹកដោះគោហ្នឹងគឺវានឹងហូរចេញមកពេលខ្លះរហូតដល់ឆ្លក់ក្អែក្អួតខ្លាំងចេញតាមច្រមុះផងតាមមាត់ផងក៏មានចំណុចមួយទៀតគឺការដែលឲ្យកូនមុំឲ្យគេងរឹងជាទូទៅបើសិនជាកូនគេងរឹងគេងស្ងៀមយើងកលក្បាលឲ្យខ្ពស់បន្តិចអត់បញ្ហាទេប៉ុន្តែបើ